បើសិនជាមានគេសួរខ្ញុំថានៅស្រុកខ្មែរក្រៅពីកោះរងតើមានកោះណាទៀតដែលមានខ្សាច់ស្អាតហើយគួរឲ្យយើងទៅលេងប្រកាសណាស់ខ្ញុំនឹងឆ្លើយថាកោះរងសន្លឹមព្រោះថាបើមើលពីធនធានធម្មជាតិជាពិសេសគឺគុណភាពខ្សាច់គឺស្អាតមិនចាញ់កោះរងនោះទេតែនៅទីនោះហាក់ដូចជាមានភាពស្ងប់ស្ងាត់មិនសូវជាមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនប៉ុន្មានទេដូចនេះហើយវាបានក្លាយទៅជាទីតាំងទេសចរដ៏ពេញនិយមសម្រាប់អ្នកដែលចង់បានឯកជនភាពនិងភាពស្ងប់ស្ងាត់ដូចជាការទៅគេងកម្សាន្តនៅរីសតតាមមាត់ឆ្នេរជាដើមស្អាតខ្លាំងបងប្អូនអរគ្នាគឺថាចេញមកគឺធម្មជាតិហ្មងបងប្អូនអរគ្នាអញ្ចឹងហើយនៅក្នុងវីដេអូនេះយើងនឹងធ្វើដំណើរទៅលេងនៅទីនោះទាំងអស់គ្នាដើម្បីឲ្យដឹងថាមានអ្វីពិសេសខ្លះដែលយើងគួរដឹងហើយថាតើសម្រាប់ធម្មជាតិនៅលើនោះស្អាតដល់កម្រិតណាតោះកុំឲ្យខាត់ពេលយូរសូមស្វាគមន៍មកកាន់កោះរងសន្លឹមសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីទៅលេងកោះរងសន្លឹមយតើឥឡូវនេះម៉ោង 7 កន្លះចេះស្ដែងទៅយើងមកដល់នេះតាំងម៉ោងម៉ាក់ក្ដីម៉ោង 5 ហ៎យើងមកដល់តាំងម៉ោង 5 ហើយចេញទៅទិញគេទិញសាច់ទិញអីតិចតួចមកតាំងពីល្ងាចទៅហើយមិញអង្គុយបានញ៉ាំកាទៀវញ៉ាំអីហើយឥឡូវយើងបានមកដល់កោះហើយបងមកដល់កោះឥឡូវនេះយើងបានមកដល់ផែហើយរងចាំទូកហើយទូកជើងដំបងដែលទៅកោះរងសន្លឹមហ្នឹងគឺម៉ោង 8 កន្លះមូលហេតុដែលខ្ញុំមករៀងលឿនហ្នឹងដោយសារយើងចង់ជិះយប់កុំឲ្យខាត់ពេលហើយយើងទៅដល់កោះតែខ្ទង់ម៉ោង 9 ដែរយើងមានពេលដើរលេងមួយថ្ងៃពេញតែម្ដងអញ្ចឹងវីដេអូនេះគឺយើង focus ទៅលើការដើរលេង review កោះរងសន្លឹមថ្ងៃទី1របស់យើងគឺដើរលេងកោះតែម្ដងមានកន្លែងណាស្អាតខ្លះអីខ្លះយើងនឹងទស្សនាទាំងអស់គ្នាតែឥឡូវនេះសូមចាំទុកសិននិយាយទៅនៅលើផែហ្នឹងបងប្អូនទាំងអស់គ្នាស្អាតខ្លាំងមែនទេនេះខាងក្រោយនេះ view ស្អាតហ្មងចុះបើសិនជាបងប្អូនចង់មកលឿនអីជិះឡានយប់មកដល់ហើយម៉ោង 5 អីមកដល់គឺរៀងភ្លឺហើយមកល្មមហើយនេះគេមានកន្លែងអង្គុយកន្លែងអីមកអេហ្មងឈៀលខ្លាំងផែនេះស្អាតស្អាតផែនេះផែថ្មីនិយាយទៅមានយូរដែរហើយប៉ុន្តែការរៀបចំនេះគឺខ្ញុំទៅសើតែម្ដងស្អាតនោះស្ពានកោះពោះយើងអាចមើលឃើញបានអញ្ចឹងណាអញ្ចឹងយើងចាំទូកទាំងអស់គ្នាមកបងប្អូនគ្នាម៉ោង 8 កន្លះយើងចាប់ផ្ដើមចេញដំណើរទៅកោះរងសន្លឹមអញ្ចឹងខ្ញុំសូមបន្ថែមពីផែយើងឡើងទូកនេះបន្តិចដែលគេហៅថាកំពង់ផែទេសចរខេត្តបរសៃអនុដែលគ្រប់ប្រភេទទូកដែលចាក់ចេញទៅកោះរងនិងកោះរងសន្លឹមនឹងគឺនៅទីនេះឯងហើយយើងក៏អាចមកទិញសំបុត្រដោយផ្ទាល់ក៏បានព្រោះថាគេមានក្រុមហ៊ុនជាច្រើនឲ្យយើងរើសដែលសម្រាប់តម្លៃទូកបើតាមខ្ញុំជ្រេទៅទាំងមកឥឡូវនេះគឺចាប់ពី$30ឡើងទៅឲ្យបងប្អូនទាំងអស់គ្នាបាទនិយាយទៅឥឡូវម៉ោង 8 កន្លះហើយប៉ុន្តែទូកយើងអត់មកដល់ទេដោយសារតែអីបងប្អូនទាំងអស់គ្នាថ្ងៃសៅរ៍ថ្ងៃអាទិត្យអញ្ចឹងភ្ញៀវច្រើនខ្លាំងមែនទែនហើយគេដែលយើងត្រូវចោះទូកហ្នឹងគឺជាប់ជាមួយនឹងកោះរងដែលគាត់ចេញមុនអញ្ចឹងណាហើយទូកហ្នឹងគឺប្រភេទទូកធំដែលបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងហើយមនុស្សច្រើនខ្លាំងមែនទែនបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំក៏ទុំនឹកឃើញថាអូគេបុកទៅលេងកោះរងច្រើនបងប្អូនទាំងអស់គ្នាអញ្ចឹងតែទៅនឹងការលេងកោះរងហ្នឹងបងប្អូនទាំងអស់គ្នាគាត់តែគិតទៅដឹងហើយថាទូកមួយចំណាយក៏100នាក់ដែរអ្នកគាត់ថាភ្ញៀវឡាវហ្នឹងអាច100លើសក៏ដល់ក៏បានច្រើនមែនទែនអញ្ចឹងមកមួយថ្ងៃតើដឹកភ្ញៀវទេសចរប្រហែលអ្នកទៅកាន់កោះរងហ្នឹងអញ្ចឹងមានន័យថានេះគឺជាសញ្ញាមួយដែលល្អដែរខ្ញុំក៏សប្បាយចិត្តដែរដែលឃើញតំបន់ទេសចរជាតិយើងនេះគឺមានមនុស្សបុកទៅលេងច្រើនមែនទែនអញ្ចឹងបងប្អូនណាដែលថាចង់ស្គាល់កោះរងស្អាតប៉ុណ្ណាអីគឺអាចអញ្ជើញទៅលេងជុំគ្នាបានហើយបើស្រាប់ខ្ញុំវិញអូខេកោះរងខ្ញុំធ្លាប់ទៅហើយអញ្ចឹងឥឡូវខ្ញុំសូម review កោះរងសន្លឹមមួយទៀតដើម្បីថាអូខេកុំឲ្យតែអ្នកទាំងអស់គ្នាស្គាល់ថាកោះរងឥឡូវចង់ដឹងថាកោះរងសន្លឹមនេះមានអីអស្ចារ្យមានអីស្អាតឬមកក៏មានអីប្លែកជាងកោះរងអត់ខ្ញុំទៅ review ឲ្យអាចស្រេចចិត្តបានថាអូហេឥឡូវគេហៅនេះឲ្យបងប្អូនទាំងគ្នាក៏គេចាំនិយាយតទៀតណាឡើងទូកសិនយើងក៏ចាប់ផ្ដើមនាំគ្នាឡើងទូកនិងធ្វើការចាក់ចេញទៅកោះដែលសម្រាប់ទូកល្បឿនលឿនដែលខ្ញុំកំពុងតែជិះនេះគឺចំណាយពេលត្រឹមតែ20 ទៅ 30 នាទីអីទេគឺយើងធ្វើដំណើរទៅដល់ហើយបើយើងមើលពីទេសភាពជាពិសេសគឺអាកាសធាតុនៅពេលនោះគឺថាល្អខ្លាំងមែនទែនដែលធ្វើឲ្យការធ្វើដំណើររបស់យើងនឹងគឺរលូនល្អយកហ្មងបងប្អូនទាំងគ្នាឥឡូវនេះយើងបានមកដល់កោះរងសន្លឹមហើយតែខាងអូតាគាត់បានមកយកយើងនៅឆ្នេរខាងនេះវិញឆ្នេរយើងចោះនឹងត្រូវនៅសែនឌីប៉ុន្តែនៅមកភ្នំទៀតអញ្ចឹងណាអញ្ចឹងយើងអត់ដឹងថាយើងត្រូវដើរទៅឬមើលក៏មិនទេប៉ុន្តែយើងបានការ assist ពីខាង resort គាត់មកទទួលយើងអញ្ចឹងបងប្អូននេះគាត់មានអត្តេសមកឲ្យនិយាយទៅ first impression របស់ខ្ញុំសម្រាប់កោះរងសន្លឹមស្អាតខ្លាំងបងប្អូនទាំងអស់គ្នាគឺថាចេញមកគឺធម្មជាតិហ្មងបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាធ្លាប់ទៅកោះរងស្អាតម្យ៉ាងណានៅកោះរងសន្លឹមស្អាតមួយបែបទៀតដោយសារតែកោះរងសន្លឹមអត់សូវមានអ្នកមកលេងទេហើយអត់សូវមានជា resort ឬមកក៏ផ្ទះបងប្អូនប្រជាជនដូចច្រើនដូចកោះរងទេអញ្ចឹងនៅពេលដែលយើងចូលមកភ្លាមនេះគឺមានអារម្មណ៍ថាដូចនៅកន្លែងដាច់ស្រយាលអីអញ្ចឹងណាបងប្អូនទាំងអស់គ្នាគឺស្ងាត់ស្ងៀមស្អាតហើយមានគេមានអាស្ពានលើទឹកលើអីហ្នឹងទៅហើយលើសលេងលើអីហ្នឹងគឺនេះនិយាយតាមត្រង់បងប្អូនទាំងអស់គ្នាគឺខ្ញុំឡើងមកដល់ភ្លាមគឺឈៀលហ្មងអញ្ចឹងឥឡូវយើងកំពុងតែដើរទៅ
រីសតផោះយើងប្រហែលជាត្រូវឡើងភ្នំតិចឲ្យមើលទៅព្រោះនៅមួយខាងទៀតនៃកោះអញ្ចឹងណាបងប្អូនប៉ុន្តែមួយបរិយាកាសបែបនេះដើរបានអត់អីទេអត់បញ្ហាទេព្រោះយើងធ្លាប់ឡើងភ្នំឡើងអីច្រើនហើយប៉ុន្តែស៊ីផុយទៅ Yes អញ្ចឹងយើងនឹងបន្តដំណើរទៅអូតែរបស់យើងទាំងអស់គ្នាដំបូងខ្ញុំស្មានតែត្រូវដើរកាត់ភ្នំទៅរីសតតែមានណាគ្រាន់តែឡើងដល់លើគឺគេមានកង់3ឈប់ចាំយើងស្រាប់តាហើយបើតាមខ្ញុំសួរនាំគេគឺថាតាមពិតនៅរីសតក៏មានផែដែរតែព្រឹកនេះដោយសារតែខ្យល់ខ្លាំងពេកដែលទូកអត់អាចចូលចតបានទេទើបគេបដូរមកចតនៅផែមួយនេះជំនួសវិញទៅតាក់លយអូចាក់បៀតបងសិនបងឡាប់យើងថតមកកាប់ទៅរកកន្លែងឈប់ផ្ទះទៅទៅជាបាត់បងរបស់សំខាន់បាយបាត់នេះទៅបាត់ជាប់មិញអូខេអានេះយើង sensor ឲ្យឃើញទេបាទ sensor ឲ្យឃើញទេយើងក៏បន្តដំណើរទៅមុខដែលសភាពផ្លូវគឺរៀងពិបាកហើយចោតគួរសមដែរហើយយើងក៏ត្រូវជិះកាត់ភូមិអ្នកស្រុកតូចមួយនៅតាមនឹងទើបដល់ផ្លូវបត់ចូលរីសតដែលការធ្វើដំណើរនឹងគឺត្រឹមតែ5នាទីអីទេគឺដល់ហើយនិយាយទៅឆ្នេរដែលខ្ញុំមកស្នាក់នៅលើកនេះគឺមានឈ្មោះថាឆ្នេរ Sandy ឬមកក៏ Sandy Beach ដែលទីនេះគឺគេមានរីសត 2-3 ជាប់គ្នាតែខ្ញុំបានជ្រើសយក Thub Resort ដែលស្ថិតនៅកណ្ដាលគេព្រោះអីនៅពេលដែលកត់ក្នុងអ៊ីនធឺណិតនឹងមើលទៅវាមានបរិយាកាសល្អទាក់ចិត្តខ្ញុំហ្មងដែលតម្លៃក៏រៀងសមរម្យណាស់ដែរហើយនៅពេលដែលយើងបានទៅដល់ជាក់ស្ដែងគឺអញ្ចឹងមានបងប្អូនទាំងអស់គ្នាគឺថាស្អាតផុសគេមែនអូយ៉ាហេតុតែទៀតតែមិនយើងហ្នឹងឯណាទូlại Thub Resort Được lắm đấy, bao nhiêu món? Tầm nắng con tại chung lên ok con một còn đạn lên sân của bán tôi mua cho nhầm đạn làm một tuần rồi ba vô tay ní mất nè អញ្ចឹងនៅពេលនោះយើងក៏បាននាំគ្នាទៅ check in និងចាប់ផ្ដើមធ្វើការសាកសួរព័ត៌មានបន្ថែមពីទីតាំងទេសចរផ្សេងៗនៅលើកោះបូករួមជាមួយនឹងមធ្យោបាយធ្វើដំណើរនិងសេវាកម្មទូផងដែរហើយនិយាយទៅនៅពេលហ្នឹងខ្ញុំនេះវាសំណាងទៀតដែលទៅដល់ហ្នឹងគឺខ្ទង់ម៉ោង9 កន្លះអីទេតែគ្រាន់តែអង្គុយផឹក welcome drink ហ្នឹងមិនទាន់បានអស់ពីកែវផងក៏គេហៅចូលសម្រាប់នឹងបន្ទប់បាត់ពិតជាអរគុណធំមែនទែននិយាយទៅនេះបងប្អូនអរគ្នានិយាយទៅបន្ទប់គេកាលដែលគេដាក់ថា Thub Resort ហ្នឹងគឺបន្ទប់ជា Thub នឹងបងប្អូនអរគ្នាហើយខ្ញុំទទួលបានបន្ទប់ដែលនៅជា ocean view តែម្ដងបើកគ្នាមកគឺឃើញសមុទ្រចឹងបងប្អូនគ្នាហើយបន្ទប់គេធំទូលាយហ្មង good ស្អាតបងប្អូនគ្នានេះកន្លែងអង្គុយមានកន្លែងអង្គុយទីធ្លានេះអាចអង្គុយលេងបានអញ្ចឹងណាហើយមានអីម៉ាស៊ីនមានទូទឹកកកទៀតហ្នឹងហើយកញ្ចក់គេម៉ាស៊ីនត្រជាក់មកអេ MK នេះដេកបាន3នាក់បងប្អូនគ្នាធំ good មើលបន្ទប់ទឹកអូខេនេះមានមក set ឲ្យយើងតែម្ដងកន្លែងមួយទឹកដោយសារតែអត់ចង់ខាតពេលអញ្ចឹងបន្ទាប់ពីតម្លាក់ឲ្យបានចុះភ្លាមយើងក៏នាំគ្នាប្រញាប់ធ្វើដំណើរទៅលេងឆ្នេរផ្សេងទៀតដែលត្រូវជិះលំមកត្រឡប់ទៅផែវិញដើម្បីឡើងតាក់ស៊ីបូតព្រោះថានៅលើកោះរងសន្លឹមអត់មានផ្លូវបេតុងជិះស្រួលដូចកោះរងទេបងប្អូនទាំងអស់គ្នាគឺសុទ្ធសឹងតែជាផ្លូវដីក្រហមពិបាកជិះហើយកាត់ព្រៃទៀតដែលនៅពេលនោះបើសិនជាពួកខ្ញុំដើរវិញពួកខ្ញុំត្រូវចំណាយពេលខ្ទង់1ម៉ោងអីបានដល់និយាយទៅបងប្អូនទាំងគ្នានេះគឺជាកន្លែងឡើងឆ្នេរមិនហ្នឹងបងឆ្នេរគេហៅឆ្នេរអីបងស្ពានសាងស្នេហ៍អូមិញនេះស្ពានសាងស្នេហ៍ហ្នឹងអូខេបងប្អូនទាំងគ្នាអញ្ចឹងយើងចង់ទុកនៅកន្លែងស្ពានសាងស្នេហ៍ហ្នឹងឯងអាកន្លែងឃើញយើងដើរមិញហ្នឹងណាចាំបាននឹងឲ្យបងប្អូនទាំងអស់គ្នាតាមពិតទៅទីតាំងមួយនេះគឺគេហៅថាស្ពានសាងស្នេហ៍ដែលបើមើលតាមជាក់ស្ដែងក៏បំណងផុសគេដើម្បីសាងស្ពាននេះមកគឺដើម្បី connect ទៅផែនឹងឯងតែការធ្វើបែបនេះមានអីល្អខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាដែលវាអាចរាប់បានថាជាទីតាំងទេសចរមួយបាត់ទៅហើយព្រោះថាទាំងសម្រស់និងបរិយាកាសនៅទីនោះគឺថាល្អហើយស្អាតខ្លាំងមែនទែនតែម្ដងដែលនៅខាងក្រោមនឹងគឺសុទ្ធសឹងតែជាថ្មធំជាមួយនឹងទឹកឲ្យថ្លាយ៉ងមានទាំងត្រីនិងជីវៈចម្រុះរស់នៅពេញនឹងហ្មងគឺថាធម្មជាតិយកមកបងប្អូនទាំងអស់គ្នាម្យ៉ាងវិញទៀតវាក៏ជាទីតាំងមួយដែលយើងអាចមកដើរលេងកំសាន្តមើលតែសភាពជាពិសេសគឺថតរូបលេងដែលសូម្បីតែនៅផ្នែកខាងលើកន្លែងដែលយើងចុះពីលំមកនឹងក៏យើងអាចមើលឃើញតែសភាពកោះពីលើបានផងដែរគឺថាអេមែនទែនយើងក៏បានធ្វើដំណើរទៅដល់ផែហើយចំពេលនោះមានបន្ទប់តែមួយអញ្ចឹងស្មានបន្ទប់ខ្លួនឯងខំនាំគ្នាឈរចាំមានណាបងប្អូនទាំងអស់គ្នាទូគេសោះគឺថាបាក់ឆ្កេះយោងបងពេលហ្នឹងគុំទៅចោលខ្ញុំទៅចោលខ្ញុំខ្វះគេទៅអានេះគេថាទុកធំទៅពួកនោះទុកមែនតើនោះ
ô mà ơi tục chào sầm mót tới đây định chạy cha mà cái nó có lại tục chào sầm mót tới đây mà Đang ăn tắc ghé hay này. ăn được kẻ định mua này ok dương đừng khai chỉ chào sầm mót một đồng tiền let's goយើងក៏ចាប់ផ្ដើមជិះដំណើរតាមតាក់ស៊ីបូតរបស់យើងដែលដូចខ្ញុំប្រាប់មុននឹងអញ្ចឹងពីស្ថានភាពផ្លូវនៅលើកោះមួយនេះអញ្ចឹងហើយការជិះទូកគឺជាមធ្យោបាយគោលតែម្ដងព្រោះអីគឺវាងាយស្រួលហើយឆាប់ជាងគេហើយម្យ៉ាងវិញទៀតឆ្នេរមួយចំនួនគឺអត់មានផ្លូវជាប់គ្នាទេបងប្អូនទាំងអស់គ្នាដូចពីតំបន់ខ្ញុំនៅទៅភូមិ23អីហ្នឹងគឺតតែជិះទូកបានរីឯតម្លៃវិញក៏ខុសគ្នាតាមគោលដៅដែរដែលសម្រាប់ខ្ញុំនៅពេលនោះវិញគេគិតម្នាក់ 20,000 រៀលក្នុងមួយជើងអញ្ចឹងទៅទាំងមកអស់ 40,000 រៀលបាត់ហើយបើនិយាយពីចម្ងាយវិញក៏មិនសូវជាឆ្ងាយដែរបងប្អូនទាំងអស់គ្នាដែលចំណាយពេលត្រឹមតែ10ទៅ15នាទីទេគឺដល់បាត់ហើយអរគុណបងអូសាច់សាដអរគុណបងបាទអូខេបងប្អូនទាំងគ្នាឥឡូវនេះយើងបានមកដល់លើឆ្នេរសារ៉ាសិនសាច់គឺសាច់កោះរងបងប្អូនទាំងគ្នាមើលសាច់អូ my god និយាយទៅឆ្នេរហ្នឹងតាមខ្ញុំគិតទៅអាចជាធំជាងគេហើយបងប្អូនទាំងគ្នាព្រោះតាមបណ្ដោយផ្លូវនេះគឺសិតតែបាសិតតែអីទៅណាបងការដ្ឋាននេះតាមហ្នឹងតែគាត់ថាបើសិនជាសួរថាមនុស្សច្រើនអត់ច្រើនទេបងប្អូននេះគឺជៀបស្ងាត់ប៉ុន្តែកន្លែងនេះគឺជាកន្លែងដែលមើលទៅមិនជា private ណាដូចនៅ resort យើងគឺ private ស្អាតហ្មងតែនៅនេះវិញដូចមានគេមានឯងចឹងទៅដូចឆ្នេរ Longset នៅកោះរ៉ុងចឹងបងប្អូនទាំងគ្នាប៉ុន្តែបើសិនជាខ្សាច់វិញ the best បាទពេលបងប្អូនទាំងអស់គ្នាបានឃើញស្រាប់អញ្ចឹងថាឆ្នេរមួយនេះគឺមានសាច់សកបោះស្អាតណាស់ថែមទាំងមានប្រវែងវែងទៀតហើយបើតាមខ្ញុំសួរនាំគេឆ្នេរមួយនេះគឺជាឆ្នេរដែលធំអូអជាងគេហើយនៅលើកោះរ៉ុងសឡឹមព្រោះថាយើងឃើញមានកន្លែងស្នាក់នៅជាច្រើនតាមបណ្ដោយឆ្នេរនោះរួមជាមួយនឹងហាងដែលផ្ដល់ជូននូវសេវាកម្មផ្សេងៗដូចជាសេវាកម្មអាហារកំសាន្តនិងទេសចរណ៍លក្ខណៈតែបើសម្រាប់ feedback ខ្ញុំផ្ទាល់ខ្ញុំគិតថាឆ្នេរមួយនេះវាកាន់តែស្អាតជាងនឹងទៀតបើមិនជាមានការថែទាំឲ្យបានដិតដល់ព្រោះអីវាសម្បូរទៅដោយថ្មនិងកាកសំណល់ដែលវាយមកពីសមុទ្រនឹងអញ្ចឹងហើយធ្វើឲ្យប៉ះពាល់ដល់សម្រស់ឆ្នេរជាពិសេសបង្កជាផលវិបាកនិងគ្រោះថ្នាក់ដល់អ្នកទេសចរអីចឹងតែគាត់ថាយើងជិះទៅឆ្នេរវិញផ្សេងបានតែទៅនេះបានតិចទៅនេះតែនឹងអត់កើតតែព្រមមានផ្លូវទៅដល់ មានតែម្ដុំនេះបាទម្ដុំនេះមកតាមហ្នឹងបានទាំងអស់តែឆ្នេរតែមិននឹងឆ្នេរស្អាតជាងគេបាទនេះស្អាតលេស៊ីពីក៏ស្អាតតាមទៀតវាក៏ស្អាតជួយមានស្អាតជាងគេបងទាំងអស់អានេះស្អាតទៅវិញជាងគេជំនាញនេះក៏ស្អាតដែរវាគ្រាន់តែវាអត់មានហាងអីទេអញ្ចឹងឆ្នេរផ្សេងហ្នឹងគ្រាន់តែមានយើងទៅមើលឆ្នេរមើលអញ្ចឹងទៅមើលឆ្នេរយើងអូនេះជិះទៅថៃបងកន្លែងទូកទៅហ៎ហើយទូកទៅបងកន្លែងទូកហ៎បាទទូកអាហ្នឹងយើងប្រើតាក់ស៊ីបាទតែបើទូកយើងទៅជាអ្នកគួរម្នាក់20រៀលមកទូកលើតែបើយើងជួល private ទៅកន្លែងអូខេបន្ទាប់ពីបានដើរលើឆ្នេរនឹងអស់មកស្ទុះហើយយើងក៏បានសម្រេចចិត្តចូលបាយថ្ងៃនៅហាងតាមមាត់ឆ្នេរនឹងហ្មងទៅដែលតម្លៃម្ហូបគឺវាប្រហាក់ប្រហែលគ្នាជាមួយនឹងកោះផ្សេងដូចជាកោះរ៉ុងអីនឹងដែរទេតែនៅពេលនោះមីឆាមួយចាននេះគឺពិតជាមានរសជាតិពិសេសប្លែកពីមីឆាផ្សេងព្រោះថារសជាតិមីឆានៅលើកោះ 100% ហ្មងវាពិតជាឆ្ងាញ់ជាងមីឆានៅផ្ទះហើយតែបងប្អូនទាំងអស់គ្នារៀងថែមបន្តិចយើងក៏បានសម្រេចចិត្តថាត្រឡប់ទៅ resort យើងវិញដែលដំបូងគិតថាចង់ទៅលេងឆ្នេរផ្សេងទៀតដែរតែដោយសារតែខ្លាចអត់មានពេលគ្រប់គ្រាន់ហើយណាមួយឃើញតែសភាពនិងបរិយាកាសនៅ resort នឹងក៏ស្អាតទៀតអញ្ចឹងហើយម្នាក់ក៏ចង់ទៅចំណាយពេលនៅទីនោះយកមកទៅកុំឲ្យខាតពេលច្រើនហើយនៅពេលដែលយើងជិះកាត់ភូមិតូចមួយនៅក្បែរ resort នឹងយើងក៏បានចូល mini mart មួយកន្លែងដែលគេមានលក់អីវ៉ាន់សឹងតែគ្រប់ប្រភេទយកមកហើយបើយើងចង់ទៅទិញគ្រឿងសមុទ្រឲ្យគេធ្វើហូបអីឲ្យនឹងក៏ធ្វើបានដែរនៅទីនោះបាទអូបាទតុកមកស្វីអេមស្វីល្អអញ្ចឹងហ៎ good អូខេនេះបងប្អូនទាំងអស់គ្នានិយាយទៅថាដេកតែ15នាទីថា rest ចាស់ rest បន្តិចមានណាងើបមកម៉ោង4បងប្អូនទាំងអស់គ្នានេះម៉ោង4ល្ងាចហ្នឹងមេចាប់ដើមធ្លាក់ទៅបាត់មិញហ្នឹងបើសិនជាអត់លូអគេនិយាយគ្នាហ្នឹងអត់ងើបទៀតនិយាយទៅគឺថាដេកស្រួលខ្លាំងមែនទែនដោយសារតែដេកទៅវាលឺសលេងសមុទ្រអីចឹងណាវាស្កប់ស្ងាត់ល្អមែនទែនណែហើយនេះគឺជាឆ្នេរគេហៅ Sandy Beach នេះបងប្អូនទាំងគ្នាដែលមួយជួរនឹងមាន resort ពី3ចឹងណាកន្លែងនេះគេហៅថា Top Resort ហើយយើងដើរទៅមុខទៀតគឺយើងទៅដល់ One Beach Resort ចុតគ្នាទៅប្រហែលជាក្នុង200ម៉ែត្រនេះបងប្អូនទាំងគ្នាហើយយើងអាចដើរលេងតាមឆ្នេរនឹងរហូតទៅគ្នាទៅវិញទៅមកអីចឹងទៅហ្នឹងហើយនៅនោះក៏គេមានរេស្តូរ៉ង់ជាប់ជាមួយនឹងសមុទ្រជាប់ទាំងអីចឹងណាចិត្តតែសារតែគេល្បីដែរនិយាយទៅនៅខាងបងនៅខាង Top Resort ក៏ប្រាប់ដែរថាល្ងាចអីតិចទៅអាចទៅឈរលេងជានៅខាងOne Beach Resort តិចទៅព្រោះកន្លែងនោះស្អាតមានថ្មមានអីមើលអញ្ចឹងណាអញ្ចឹងយើងក៏បានដើរជាតាមមាត់សមុទ្រទៅមកគ្នាស្ងប់ស្ងាត់និយាយទៅឆ្នេរមួយនេះអញនិយាយបានថាជា private beach មួយក៏បានដែរមកបងប្អូនគ្នាគឺមានតែភ្ញៀវពី resort នឹងទេទៅមកទៅណាហើយក៏មិនជិញញែងអីដែរយើងអាច
spend time នេះបងប្អូនអរគ្នាអាចមើលបានសឹងតែមួយឆ្នាំនឹងមានតែខ្ញុំហើយនឹងភ្ញៀវតែប៉ុណ្ណឹងប៉ុណ្ណឹងអញ្ចឹងឥឡូវយើងដើរទៅលេងនៅ One Beach Resort តិចសិនថានៅនោះមានអីគេខ្លះបរិយាកាសមិនដែរអីចឹងហើយល្ងាចតិចយើងមកត្រឡប់មកតែវិញដើម្បីលេងទឹកហើយយើងញ៉ាំបាយលេងតែម្ដងមកបន្តនេះតោះបងប្អូនអរគ្នានិយាយទៅនៅ One Beach Resort នេះដូចលក្ខណៈថាជាបឹងកាឡូចឹងបន្ទប់ទីមួយចឹងគឺ not ជាដូចគ្នាគ្រាន់តែថាវារៀងខុស vibe ពី Two Resort Two Resort គឺបន្ទប់មួយដាច់ជា Two ហ្នឹងហើយផ្ទះលូចឹងបងប្អូនអរគ្នាប៉ុន្តែនៅខាង One Beach Resort វិញគឺផ្ទះជាប់គ្នាអញ្ចឹងទៅខាងនេះគឺជាឆ្នេរគេនោះមានថ្មមានអីចឹងទៅខ្ញុំគិតថាអូស្ទុយមកអីសប្បាយងាប់ហ្នឹងអញ្ចឹងក៏ដើរមកនោះគឺគេមានជាភោជនីយដ្ឋានអីអូមានអីបងប្អូនអរគ្នាឈៀលមែនតើនេះឃើញទេភោជនីយដ្ឋានគេចឹងទៅមកនេះវាឆ្នេរខ្សាច់អញ្ចឹងទៅលេងទឹកលេងអីនោះ Two Resort យើងនៅខាងណោយើងដើរមកមិញហ្នឹងយេនេះគឺជា One Beach Resort និយាយទៅទេសភាពនៅទីនោះគឺថាស្អាតមួយបែបដែលវាស្ថិតនៅចុងឆ្នេរដែលមានទាំងឆ្នេរខ្សាច់លាយជាមួយនឹងឆ្នេរថ្មនៅជ្រុងម្ខាងទៀតដែលយើងអាចដើរទៅលេងបានដែលគ្រាន់តែផុតពី resort នឹងតែបន្តិចគឺយើងនឹងទៅដល់ផែចាស់ទុកចោលមួយដែលយើងនៅតែអាចឡើងទៅលេងនៅទីនោះបានហើយបើសិនជានិយាយពីទេសភាពវិញបងប្អូនទាំងអស់គ្នាគឺថាអេមខ្លាំងមែនទែនបាទអូខេបងប្អូនអរគ្នាឥឡូវនេះយើងបានមកដល់ផែចាស់ខ្ញុំគាត់ថាផែចាស់ទៅចោលដោយសារតែផ្លូវនេះគឺអត់មានអីទៀតទេឥឡូវផែចាស់គេមានសារ៉ាមតិចតួចនៅខាងនេះបងប្អូនអរគ្នាដោយសារតែគឺអត់ទាន់មានធ្វើអីទេទុកចោលតែម្ដងបងប្អូនអាចមើលបានប៉ុន្តែបរិយាកាសគឺល្អមែនតែនហ្មងឥឡូវនេះគឺយេម៉ោង 4 ម៉ោង 5 បងប្អូនអរគ្នាមេឃកន្លែងតែ golden hour អញ្ចឹងណាហើយជួយបរិយាកាសជាដើរជាលោកលោកបងប្អូនអរគ្នាបាច់មើលបានជាមែនតែនបងប្អូនអរគ្នាបាននិយាយទៅយើងមើលទៅគឺកំពង់សោមបងប្អូនគ្នាអាចឃើញកំពង់សោមបានកំពង់សោមកោះពុះអីចឹងណាបរិយាកាសទីស្អាតខ្លាំងមែនទេយើងក៏បាននាំគ្នាដើរត្រឡប់ទៅវិញដែលពេលនោះគឺចំពេល golden hour តែម្ដងបងប្អូនទាំងអស់គ្នាព្រោះថាទេសភាពនៅតាមឆ្នេរសមុទ្រគឺគ្មានអីស្អាតជាងព្រះអាទិត្យរៀបលិចទេអញ្ចឹងហើយទាំងខ្ញុំទាំងគេនៅពេលនោះនាំគ្នាចេញមកលេងឆ្នេរឲ្យឡើងប្រងព្រាតដែលអ្នកខ្លះនឹងលេងទឹកទៅអ្នកខ្លះក៏ថតរូបហើយខ្លះទៀតក៏ជិះទូកជិះកាយ៉ាក់ជិះម៉ូតូទឹកអីចឹងទៅដែលទស្សនវិជ្ជាទាំងអស់ហ្នឹងគឺថា chill ហើយ relax យកហ្មងQuestion marks, the broken hearts. I went all my life without you. Something right could be so wrong. Carry on, cause I know I have to let you go. I know it's bad to take a leap into my world of fantasies, but we will make it all the way somehow. But I know now when I wake up, I just have to put my feet back on the ground. Ok, lần lại thôi. Sách đập bẫy một bài này bông bột tao khné vậy tới ngay nó cứ về stay tầm đốn akasit còn ó hơi mi ai vì sao chứ nắng ăn sách nó một chne thở gắt ăn sách nó một chne hơi chọn đi tiết Kim Min Show của vị phượng không hay tiết nhom start xong ở phi ở resort kia hay nhom xong ai mất phe nhom nữa cho show mấy cái này trong ban style bị mệt bà mới sợ biết đằng ở đây nè quay viên nơi brang đó mới sợ biết đằng vì chơi chọn
parler français ở lọt parler français chớn khai kia chớn kia beaucoup parler français beaucoup de français cái français ấy cái cát français là đây anh là không ao à về việc quật lục lớn á anh nơi một năm một Bữa sợi cô gái ngày đó sau này không người ta mất okអញ្ចឹងយើងធ្វើការអាំងសាច់តិចតួចហើយយើងបានកំងមឹកកំងអីតិចតួចអញ្ចឹងណាយើងមកឈៀលទាំងអស់គ្នានៅពេលល្ងាចបរិយាកាសល្អបងប្អូនអរគ្នានិយាយទៅគឺនៅណេះ private តែម្ដង private ខ្លាំងមានតាអ្នកដែលនៅក្នុង resort ហ្នឹងទេដែលប្រើប្រាស់ឆ្នេរអញ្ចឹងណាបងប្អូនអរគ្នាគេមាន restaurant នៅនោះចង់ញ៉ាំ restaurant អីក៏បាននេះឆ្នេរទៅចង់ឲ្យគេរៀបចំអីរៀបចំឲ្យទៅគាត់គិតសេវាថៃមិនអញ្ចឹងណាហ្នឹងហើយតើតើនឹងការរៀបចំលើឆ្នេរឬអីបើមិនយើងអត់ចង់នេះទេចង់ស្រួលទៅអាចទៅ restaurant គេញ៉ាំហើយឈៀលអង្គុយឈៀលទៅអាហ្នឹងអត់បញ្ហាទេនេះគឺគាត់គេ dating អីអញ្ចឹងណាបងប្អូនអញ្ចឹងយើងក៏បានបន្តអាំងសាច់ជ្រូកសាច់គោដែលយើងបានទិញមកពីថ្ងៃហ្នឹងហូបបដារហូតដល់ម៉ោងប្រហែលជា8អីទៅshowគេហ្នឹងចាប់ផ្ដើមលេងនិយាយទៅនេះគឺជាលើកទី1ឯងដែលខ្ញុំបានមើល Fire Show ដែលផ្ទាល់ភ្នែកបែបនេះគឺថាមើលឡើងចំហមាត់មកបងប្អូនទាំងអស់គ្នាព្រោះវាគឺជាសិល្បៈមួយដែលមិនងាយក្នុងការសម្ដែងទេតែទស្សនីយភាពមួយនេះគឺពិតជាកម្រហើយពិតជាស្អាតខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាហេខ្ញុំបងប្អូនអរគ្នានិយាយទៅ show មិញឃើញហើយគឺ colorful តែម្ដងប៉ុន្តែបើសម្រាប់ខ្ញុំវិញអត់សូវបានមើលផ្ទាល់ទេដោយសារតែខ្ញុំជាប់តែថតឲ្យបងប្អូនអរគ្នាមើលនិយាយទៅសាច់ show 100%ខ្ញុំមើលពីកាមេរ៉ាទៅវិញប្រហែលជា 70% 40% ទៀតចាដូចមើល play ចឹងអូខេអញ្ចឹង show របស់គាត់ក៏បានចប់ដែរនេះអេបងអូខេឥឡូវយើងចាប់ផ្ដើមញ៉ាំអីបន្តទៀតបាទតុកយើងដើរតែមួយឈានគឺដល់តែម្ដងបាទបន្ទាប់ពីចប់ការសម្ដែងយើងក៏បានបន្តនាំគ្នាទិញមកទិញអីបន្ថែមយកទៅអាំងបន្តនិងអង្គុយឈៀលជប់លៀងលេងនៅលើឆ្នេរនោះរហូតដល់យប់ជ្រៅទើបនាំគ្នាចូលគេងបញ្ចប់ថ្ងៃរបស់យើងតែប៉ុណ្្នឹងតែម្ដងទៅអញ្ចឹងដំណើរកំសាន្តមកលេងកោះរងសន្លឹមរបស់យើងនៅថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរសង្ឃឹមថាវាអាចជួយបង្ហាញពីព័ត៌មានខ្លះៗជូនបងប្អូនទាំងអស់គ្នាមុននឹងសម្រេចចិត្តមកលេងតែបើតាមគំនិតខ្ញុំផ្ទាល់កោះមួយនេះគឺពិតជាស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់និងការលំហែបែបឯកជនភាពនៅតាម resort អីអញ្ចឹងគឺថាមកនេះមកអត់ខុសទេបងប្អូនទាំងអស់គ្នាហើយដំណើរកំសាន្តមួយនេះក៏មិនមែនមានតែប៉ុណ្្នឹងដែរដែលនៅក្នុងវីដេអូក្រោយខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅជិះទូកស្ទូចត្រីមើលផ្កាថ្មនៅតំបន់ក្បែរនោះគឺថាធានាហ្មងថាសប្បាយមែនទែនអញ្ចឹងកុំភ្លេចចុច follow និង subscribe channel របស់ខ្ញុំម្នាក់មួយដើម្បីតាមដានទាំងអស់គ្នាអរគុណដល់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ